តើការហែលទឹកជួយកាត់បន្ថយការឈឺចង្កេះមែនអត់សួស្តីអ្នកទាំងអស់គ្នាវីដេអូនេះខ្ញុំនឹងបង្ហាញអំពី3អត្ថប្រយោជន៍ធំៗនៃការហែលទឹកដែលធ្វើឲ្យកាត់បន្ថយការឈឺចង្កេះបានច្រើនអត្ថប្រយោជន៍ទី1នៅពេលដែលយើងហែលទឹកវាធ្វើឲ្យកាត់បន្ថយសម្ពាធឬក៏ទម្ងន់ធ្លាក់ទៅលើសន្លាក់ចង្កេះហើយនិងសាច់ដុំចង្កេះបានច្រើនជាទូទៅនៅលើគោកយើងមានកម្លាំងមួយគេហៅថាកម្លាំងទំនាញផែនដីអញ្ចឹងនៅពេលដែលយើងអង្គុយយើងឈរទម្ងន់ធ្លាក់ទៅលើចង្កេះច្រើនពេលដែលយើងដាក់ខ្លួនចូលក្នុងទឹកនៅក្នុងទឹកមានកម្លាំងមួយគេហៅថាកម្លាំងដែលធ្វើឲ្យយើងអណ្ដែតហើយកម្លាំងហ្នឹងគឺវាប្រឆាំងជាមួយនឹងកម្លាំងទំនាញផែនដីអញ្ចឹងវាធ្វើឲ្យកាត់បន្ថយទម្ងន់ឬក៏សម្ពាធធ្លាក់ទៅលើចង្កេះបានច្រើនអញ្ចឹងយើងកាត់បន្ថយការឈឺចាប់បានច្រើនដូចគ្នាអត្ថប្រយោជន៍ទី2តាមការសិក្សាគេប្រាប់ថាពេលដែលយើងហែលទឹកគឺខួរក្បាលយើងបញ្ចេញអរម៉ូនមួយឈ្មោះថាអរម៉ូនអង់ដូហ្វីនហើយអរម៉ូនអង់ដូហ្វីនហ្នឹងគឺវាបញ្ចេញមកគឺវាធ្វើឲ្យយើងមានអារម្មណ៍ថាសប្បាយរីករាយជាមួយនឹងការហែលទឹកហ្នឹងជាធម្មជាតិវាធ្វើឲ្យកាត់បន្ថយការឈឺចង្កេះបានច្រើនដូចគ្នាអត្ថប្រយោជន៍ទី3តាមការសិក្សាដូចគ្នាគេប្រាប់ថានៅពេលដែលយើងហែលទឹកវាធ្វើឲ្យមានការជំរុញឈាមទៅចិញ្ចឹមសាច់ដុំបានច្រើនជាពិសេសគឺសាច់ដុំចង្កេះគួបផ្សំពេលដែលសាច់ដុំចង្កេះមានបញ្ហាអញ្ចឹងពេលដែលយើងហែលទឹកទៅធ្វើឲ្យឈាមនាំអុកស៊ីហ្សែននាំចំណីអាហារទៅចិញ្ចឹមសាច់ដុំចង្កេះដែលមានបញ្ហាហ្នឹងបានច្រើនធ្វើឲ្យកាត់បន្ថយការឈឺចង្កេះបានច្រើនដូចគ្នាការហែលទឹកដ៏ល្អសម្រាប់ចង្កេះគេណែនាំឲ្យហែលរបៀប freestyle ឬក៏របៀប backstroke ប៉ុន្តែអបកតទេណាអ្នកខ្លះក៏ហែលទឹកទៅគាត់កាត់បន្ថយការឈឺចង្កេះបានច្រើនប៉ុន្តែអ្នកខ្លះទៀតក៏ហែលទៅមិនបានផលក៏ថាបានដែរជាពិសេសគឺមនុស្សចាស់